វីដេអូស្រក់ទឹកមាត់បងប្អូនអ្នកដែលមិនចង់ស្រក់ទឹកមាត់ទេហាមើលដាច់ខាតមួយរយៈហ្នឹងអត់សូវបាននៅផ្ទះដល់ពេលអញ្ចឹងទៅអត់ដឹងថាកទួតនេះវាផ្លែពីកាលល្មមតែដឹងវាល្មមញ៉ាំដែរតែសំខាន់ចង្រៃអីងាកចុះងាកឡើងមកឃើញអាតលឹងតាំងនៅឆ្វេងដៃនេះវាផ្លែបានញ៉ាំដែរជាអ្នកចិត្តខាងល្អមែនកុំអត់ពិបាកបងវិលមកច្រើនសាគឺជាអ្វីដែលយើងត្រូវមានបន្តអញ្ចឹងណាចាឥឡូវនេះយើងគឺបានដើរមកដល់ដើមកន្ទួតរបស់យើងហើយជាមួយនឹងដើមតលឹងតាំងដើមតលឹងតាំងនេះដាំយូរហើយបងប្អូនតែដូចទៅបើគិតជាអាយុវិញចូល5ឆ្នាំ6ឆ្នាំនេះបងប្អូនស្មានតែមួយរស់ផងតាស្ទើស្លាប់ស្ទើរស់ឥឡូវនេះបានផ្លែបានផ្កាឲ្យម្ចាស់ញ៉ាំដែរសំខាន់ផ្លែមកបែបតលុកតលុនគួរចង់ញ៉ាំទៀតណារវល់ងើយចុះងើយឡើងឥឡូវនេះឃើញថាមានជំនួយការគេមកជួយបងប្អូនម្នាក់នេះអ្នកទាំងអស់គ្នាបានស្គាល់ហើយគឺកញ្ញាប្លែករដងតែងតែហៅគ្នាអាប្លែកតាំងកប៉ិតគ្នាគឺជានារីណាបងប្អូនឥឡូវគេឡើងកញ្ញាហើយព្រោះថាឥឡូវនេះបើនិយាយពីអាយុវិញទៅតែ3ខែកន្លះហើយបងប្អូនប៉ុន្តែនិយាយពីទម្ងន់វិញណាឡើង11គីឡូហើយចាព្រោះសារតែអត់មានការងារធ្វើទេគឺស៊ីដេកនឹងឯងឥឡូវនេះយើងមកធ្វើការភ្លក់ជាមួយនឹងតលឹងតឹងរបស់យើងទាំងអស់គ្នាសម្រាប់តលឹងតឹងនេះមួយយើងកម្រដែរញ៉ាំបងប្អូនប៉ុន្តែដោយសារតែនេះជារបស់ដែលយើងដាំខ្លួនឯងអញ្ចឹងត្រូវតែភ្លក់ឲ្យដឹងរសជាតិជាតែបងប្អូនសុំបីទៅពេលបញ្ចូលសលេងនៅក៏មានអារម្មណ៍ថាស្រក់ទឹកមាត់ម្ដងទៀតដែរអូយជូរជ្រះសាហាវហើយវីដេអូនេះអរគុណទៅដល់ម្ចាស់អំបិលនិយាយថារសជាតិគឺឲ្យមួយដៃតែម្ដងចេទៅគឺនៅលើក្បាលយ៉ាងតែម្ដងអត់ពិបាកទៅឡើងបេះបងប្អូនឆងតដៃតិចមកហក់បន្តិចទៅគឺដល់ហើយអាងតែផ្លែឈើធម្មជាតិបីដាក់មាត់តែម្ដងមានទឹកសាវល់តែភ្លក់នេះភ្លក់នោះភ្លេចកលេចមើលអង្គរៈខាងក្រោយនេះចាប់ហៃស្អីទៅដល់លោកអើយលោកនិយាយថាអត់តនេទេហើយនិយាយពីកម្ពស់លពឹសគិតទៅកូនឆ្កែនិងកូនមនុស្សក៏អត់ខុសគ្នាមែនណាបងប្អូនក្មេងៗពេលនៅតូចអញ្ចឹងក៏ដូចគ្នាដែរលពឹសចាប់អត់ឈ្នះឥឡូវមួយនេះទៀតលោកអើយកូនឆ្កែតែលពឹសលើកូនមនុស្សទៀត